ជួនបាទប្រិមត្តតតងជាមួយនឹងការប្រកួតនៅឯចក្រភពអង់គ្លេសគឺ English Premier League យើងគេថាសម្រាប់ការប្រកួតបាទនៅឯចក្រភពអង់គ្លេសនោះគឺតតងជាមួយនឹងកំភ្លើងធំ Arsenal បាទកំភ្លើងធំ Arsenal បានយកឈ្នះទៅលើបាទ West Ham United បាទលទ្ធផលបាទ2-0បងប្អូនបានឃើញនៅខាងក្រោមលទ្ធផលនេះសម្រាប់លទ្ធផល2-0ដែលកំភ្លើងធំ Arsenal បានយកឈ្នះទៅលើ West Ham នេះគឺជាលទ្ធផលមួយដែលធ្វើឲ្យកំភ្លើងធំ Arsenal ឡើងមកលើកម្ពុជាតារាងបាទឡើងមកទៀតបាទកម្ពុជាតារាងអញ្ចឹងមានន័យថាសម្រាប់កូនដំរីតូចឥឡូវនេះកំពុងតែឡើងខ្ពស់ហើយបន្ទាប់ពីហុងក្រហមលីវើពូលគឺបរាជ័យបាទបន្ទាប់ពីការបរាជ័យរបស់ហុងក្រហមលីវើពូលនេះហើយទើបធ្វើឲ្យពិន្ទុរបស់កំភ្លើងធំ Arsenal ហក់ឡើងមកលើកម្ពុជាតារាងតែម្ដងបាទអញ្ចឹងវិញតាក់ទងជាមួយនឹងការប្រកួតបាទកាលពីម្សិលមិញនេះយើងឃើញថាសម្រាប់ Arsenal បានយកឈ្នះទៅលើ West Ham គ្រាប់បាល់2-0យ៉ាងណាបើយើងមើលពីក្របបាល់ទាំងពីរក្របនោះកើតឡើងដោយសារកីឡាករបាទ Declan Rice បាទ Declan Rice នៅនាទីទី38និងកីឡាករ Bukayo Saka នៅនាទីទីបាទ67ដែលក្របបាល់ពេលហ្នឹងទីបាទនេះក្របបាល់ដែលយើងគិតថាសម្រាប់កីឡាករវ័យក្មេងរបស់ Arsenal មាន Cesc Fabregas កីឡាករ Bukayo Saka និង Thierry Henry យើងឃើញថាសម្រាប់បាទអ្នកទាំង3នេះគេចាត់ទុកថាជាកីឡាករដែលវ័យក្មេងបាទរបស់ Arsenal បាទសម្រាប់ការចូលរួមជាមួយនឹង Arsenal ហើយមានការសុទ្ធបញ្ចូលទីបាទក្របបាល់បាទការអាស៊ីបាទអញ្ចឹងយើងឃើញថាសម្រាប់បើយើងមើលទៅកីឡាករ Cesc Fabregas ការគាត់នៅអាយុ23ឆ្នាំនោះគាត់សុំបញ្ចូលទីបាន35គ្រាប់អាស៊ីបាន65បាទ65លើក Bukayo Saka នៅវ័យ24គាត់អាចសុំបញ្ចូលទីបាន55គ្រាប់អាស៊ីបាន45លើកកីឡាករ Thierry Henry កាលដែលគាត់នៅវ័យ25ឆ្នាំកាលនោះគាត់សុំបញ្ចូលទីបាន71គ្រាប់និងអាស៊ីបាន29លើកអញ្ចឹងយើងឃើញថានេះហើយគឺសិតតែជាកីឡាករដូចជាអតីតកីឡាករទាំងCesc Fabregas និង Thierry Henry គាត់គឺជាអតីតកីឡាកររបស់កំភ្លើងធំ Arsenal ហើយ Bukayo Saka គេគ្រាន់តែចង់ប្រៀបធៀបថាគាត់ជាកីឡាករវ័យក្មេងរបស់ Arsenal ដែរបើហាញខ្លួនឲ្យ Arsenal គឺមានការសុំបញ្ចូលទីនិងការអាស៊ីច្រើនបាទសម្រាប់ Arsenal យ៉ាងណាយើងមកចាប់អារម្មណ៍ពីការប្រកួតការពីយប់មិញបន្តិចយើងឃើញថាការដែលយកឈ្នះទៅលើ West Ham ណា West Ham 2-0នេះការប្រកួតនៅក្នុងដីទេបាទការប្រកួតក្នុងដីរបស់កំភ្លើងធំ Arsenal នៅកីឡដ្ឋាន Emirates Stadium យ៉ាងណាសមាជិកកីឡាករមួយចំនួនដូចជាមិនមានបញ្ហាអីសម្រាប់លោក Mikel Arteta ទេដោយមានកីឡាករគេថាពេញសាច់តែម្ដងបាទសម្រាប់កំភ្លើងធំ Arsenal យ៉ាងណាយើងឃើញថាសម្រាប់Declan Rice រកបាន1គ្រាប់និង Bukayo Saka 1គ្រាប់ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះគឺសម្រាប់កីឡាករ Victor Gyokeres របស់ Arsenal ការប្រកួតនេះគាត់អត់ទាន់គេថាមិនមានគ្រាប់បាល់កើតឡើងទេបាទសម្រាប់ខ្សែប្រយុទ្ធតូបាទហើយសម្រាប់West Ham បាទ West Ham បាទក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ដែលគឺជាគ្រូបង្វឹកមួយដែលធ្លាប់ដឹកនាំបាទក្លឹបជាច្រើននៅអង់គ្លេសបាទនៅក្នុងនោះមាន Wolves បាទក៏ដូចជាក្រុមផ្សេងទៀតដែរបន្ទាប់មកលោកក៏បានមានឱកាសដឹកនាំ West Ham យ៉ាងណាយើងត្រឡប់មកសាច់រឿងតាក់ទងជាមួយនឹងកំភ្លើងធំ Arsenal វិញបងប្អូនបាទគឺបន្ទាប់ពីការយកឈ្នះទៅលើ West Ham នេះហើយទើបរុញច្រានពិន្ទុរបស់ Arsenal ឡើងមកមានគឺក្នុងបច្ចុប្បន្នគាត់មាន16ពិន្ទុបាទ16ពិន្ទុនៅលើ Liverpool មាន15ពិន្ទុឆ្លងកាត់7ប្រកួតដូចគ្នាបាទហើយសម្រាប់គ្រាប់បាល់សម្រាប់ Arsenal ក៏មានច្រើនគ្រាប់ដែរបាទអញ្ចឹងយើងឃើញថាសម្រាប់រដូវកាលនេះ Arsenal គេកំពុងតែសន្សំពិន្ទុបាទដោយយកចិត្តទុកដាក់ណាកុំឲ្យមានការធ្វេសប្រហែសខ្លាញ់លោថាបងប្អូនតែងតែសង្កេតឃើញ Arsenal ប្រមាណរដូវកាលពីមុនមកណាដើមរដូវកាលឬក៏ពាក់កណ្ដាលរដូវកាល Arsenal ល្អប៉ុន្តែចាប់ដើមដល់ជុំទី2បាទបន្ទាប់ទៅ Arsenal រៀងដូចថាចាប់ដើមស្មើចាប់ដើមចាញ់បាទធ្វើឲ្យក្លឹបបាទដូចជា Liverpool ដូចជា Man City នេះគេមានឱកាសឡើងកម្ពុជាតារាងវិញបាទអញ្ចឹងក៏សង្ឃឹមថារដូវកាលនេះបន្ទាប់ពីលោក Miguel Arteta នេះបានចាយលុយជាច្រើននៅក្នុងការនាំយកកីឡាករដែលមានគុណភាពបាទដូចជាខ្សែប្រយុទ្ធ Victor Gyokeres បាទពី Sporting CP បាទមានកីឡាករមួយចំនួនទៀតដើម្បីដូចជាកីឡាករណែ EJ ជាដើមបាទដើម្បីមកពង្រឹងក្រុមខ្ញុំគិតថាលោក Miguel Arteta គាត់មើលឃើញថា Arsenal កាលពីរដូវកាលមុនខ្វះនៅចំណុចណាបាទអញ្ចឹងគាត់ទិញយកមកបាទឥឡូវនេះ
សម្រាប់អ្វីដែលជាតម្រូវការរបស់លោក Mikel Arteta គឺថាក្នុងក្លឹបរបស់ Arsenal គេបានបំពេញរួចរាល់ហើយអញ្ចឹងយើងក៏នឹងចាំថាតើនៅពេលដែលលោក Mikel Arteta មានកីឡាករពេញសាច់ទាំងអស់ដូចជា Declan Rice នេះខ្សែការពារ Ricardo Calafiori អីហ្នឹងសិតតែជាកីឡាករល្អបើសិនជាមានកីឡាករល្អបែបហ្នឹងហើយសួរថាតើ Arsenal អាចខ្លាចជាម្ចាស់ជើងឯកបាទ English Premier League នៅរដូវកាលនេះបានដែរឬទេបាទអញ្ចឹងមិនទាន់មានអ្នកណាអាចឆ្លើយបានទេសំណួរនេះគឺមានតែរងចាប់រហូតដល់ទៅការប្រកួតនៅចុងបញ្ចប់នៃរដូវកាលតែម្ដងទើបយើងដឹងថាតើ Arsenal ឬក៏ក្លឹបផ្សេងទៀតចឹងណាតាក់ទងជាមួយនឹងការប្រកួតការពីយុគមិញនេះក៏ចង់ជំរាបជូនបងប្អូនដែរថាគឺជាការប្រកួតប៉ះជាមួយនឹង West Ham ក៏ជាក្លឹបមួយដែលអាចនិយាយបានថាមានកម្រិតនៅគុណភាពមិនអន់ទេបាទសម្រាប់ West Ham នោះដោយសារតែយើងឃើញថាសម្រាប់ West Ham កាលពីរដូវកាលមុនគេធ្វើបានល្អប៉ុន្តែនៅក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីយើងឃើញថា West Ham បច្ចុប្បន្នកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ19ឯណោះបាទអញ្ចឹង Arsenal គេកំពុងឡើងជើងប៉ះជាមួយនឹង West Ham កំពុងតែធ្លាក់ជើងបាន3ពិន្ទុបាទបាន3ពិន្ទុនេះរុញច្រានឲ្យ Arsenal ឡើងទៅកំពូលតារាងបាទអញ្ចឹងសម្រាប់ការដឹកនាំរបស់លោក Mikel Arteta យើងឃើញថាការបើកការប្រកួតកន្លងទៅនេះគឺធ្វើបានល្អមែនទេបាទគ្រាន់បើជាងបើយើងប្រៀបធៀបជាមួយនឹងបេសាយក្រហម Manchester United ណាគឺគ្រូបង្វឹកទាំងពីរលោក Ruben Amorim បាទក៏ដូចជាលោក Mikel Arteta ការប្រកួតដឹកនាំក្លឹបទាំងពីររៀងខ្លួននេះគឺអាចនិយាយថា Arsenal គេមាន performance ល្អជាងប៉ុន្តែសាច់រឿងបាទតាក់ទងជាមួយនឹង Man U ក៏មានដែរបាទសម្រាប់នៅក្នុងប្រទេសនេះដើម្បីជំរាបជូនបងប្អូនបាទអញ្ចឹងតាក់ទងជាមួយនឹងព័ត៌មានដែលខ្ញុំបាទជំរាបជូនបាទអំពីការប្រកួតរបស់កំភ្លើងធំ Arsenal បាទជាមួយនឹងបាទ West Ham ខ្ញុំបាទសូមបញ្ចប់ទៅ